ជាសម្រាប់ខ្ញុំកលែនបាទគោរពជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទពំនោមនៅសកម្មភាពមួយចំនួនរបស់ខ្ញុំបាទនៅថ្ងៃអាទិត្យចែកជូនអ្នកទាំងអស់គ្នាហើយដំណើររបស់យើងគឺពីខេត្តស្ទឹងត្រែងទៅកាន់ភ្នំគូលែនដែលជាទីកន្លែងមួយដ៏ពេញនិយមនៅក្នុងខេត្តសៀមរាបផងដែរសម្រាប់បងប្អូនទស្សនាហើយនេះគឺជាសកម្មភាពរបស់យើងដែលចូលនៅស៊ីពីយើងទៀតមួយចំណោនដែលយើងត្រូវចាំបាច់ត្រូវមើលខានពុំបានឡើយបាទហើយសកម្មភាពតាមផ្លូវផងយើងក៏មានន័យច្រើននោះដែរគ្រាន់តែថតត្រុសអំពីភ្នំនេះគឺជាភ្នំតបៃដែលឆ្លងកាត់នៅខេត្តព្រះវិហារអូខេអញ្ចឹងគឺឥឡូវនេះយើងមកដល់ខេត្តព្រះវិហារហើយបាទឥឡូវគឺឆ្លងកាត់មកដល់ខេត្តសៀមរាបឡើងលើភ្នំគូលែនដើម្បីមើលទិដ្ឋភាពទូទៅនេះគឺជាទិដ្ឋភាពដែលនៅលើភ្នំកលែនហើយក៏មានចំការមានផ្ទះអ្នកភូមិផងនៅលើនឹងផងដែរហើយនេះគឺដល់កន្លែងដែលយើងចូលហូបបាយនៅលើភ្នំកលែននឹងតែម្ដងបាទហើយចំណែកកន្លែងហូបបាយនេះវាមានច្រើនទាំងនៅលើហើយនឹងនៅក្រោមនៅពេលដែលយើងចុះទៅខាងក្រោមក៏មានកន្លែងហូបបាយមានចុះហើយអញ្ចឹងទៅបងប្អូននេះគឺកន្លែងគេចតឡានដើម្បីភ្ញៀវទេសចរហើយចំណែកនេះផងដែរក៏ជាវត្ថុធាតុដើមដែលគេកែច្នៃលក់អីអញ្ចឹងយល់ទេហើយក៏ស្ដាក់ស្តៀងនៅតាមអង្គរផងដែររបៀបនៃគេលក់ហើយនេះគឺជាទិដ្ឋភាពនៅខាងលើហើយយើងនឹងចុះទៅខាងក្រោមមានទឹកជ្រោះដល់ស្អាតផងដែរហើយខ្ញុំក៏បានចុះទៅមួយទឹកក្នុងកន្លែងនេះផងដែរនេះបងប្អូននៅមើលបាទបងប្អូននៅធ្លាប់ទៅគឺវាពិតជាស្រស់ស្អាត yes ហើយសកម្មភាពរបស់ខ្ញុំអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងឯងហើយសកម្មភាពផ្សេងៗទៀតគឺយើងទៅដល់វត្តព្រះអង្គធំដែលស្ថិតនៅលើភ្នំគូលែននឹងតែម្ដងបាទព្រះបងធំអរគ្នាហើយថ្ងៃនេះមានកិត្តិយសមេននៅលេងហើយនៅលើភ្នំកលែននឹងដូចជាបាននិយាយឲ្យថាមានវត្តមួយដែលឈ្មោះថាវត្តព្រះអង្គធំហើយមានគេឆ្លាក់ព្រះពុទ្ធបដិមានៅលើមួយដ៏ធំគឺរូបពុទ្ធបដិមាបរិនិព្វានហើយឥឡូវនេះយើងរបៀបនៃការណែនាំផនគេនឹងគឺគេឲ្យយើងថ្វាយបកានៅខាងក្រោមដោយសារដាក់ខាងលើទៅវាអាចច្រើនកុសកវាច់ស្ទះអញ្ចឹងគេឲ្យថ្វាយនៅខាងក្រោមបន្ទាប់មកយើងអាចឡើងទៅលើទៅមើលនៅខាងលើបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅខាងលើបាទហើយគឺជាថ្ងៃដែលមានកិត្តិយសផងដែរដែលមេនាំតលេងហើយដោយសារឃើញមួយរយៈនឹងមានការងារបេសកកម្មច្រើនអញ្ចឹងទេហើយស្ដាយមែនតើមកមិនអស់គ្នាមកបានតែប្រហែលអ្នកអញ្ចឹងតែដោយសារអ្នកខ្លះក៏រវល់ធរៈតខ្លួនអញ្ចឹងទេក៏មិនបានមកអញ្ចឹងបានមកតែប្រហែលអ្នកទេសម្រាប់ក្រុមការងារបាទការថ្វាយឬការបូជានៅផ្កានាំមកនៅរូបសម្បត្តិស្អាតផុរផង់ដូច្នេះបងប្អូនកុំភ្លេចចូលរួមថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធក៏ដូចជាព្រះសង្ឃជាដើមហ្នឹងបាទហើយខ្ញុំប្រហែលជាមិនបានថ្វាយផ្កាទៅពីមុនមកអញ្ចឹងបានកើតមកចិត្តនេះរូបរាងមិនសូវបានហើយរបៀបនៃការធ្វើនេះបើយើងតាមមើលទៅគឺគេរកថ្មណាដែលខ្ពស់ជាងគេហ្នឹងគឺគេយកថ្មហ្នឹងដើម្បីដាប់ចេញជាពុទ្ធរូបតែម្ដងហើយគឺគេចាប់ផ្ដើមសង់ទៅបានទៅជាទស្សនវិជ្ជាបែបហ្នឹងរូបបែបហ្នឹងអីចឹងណាបងប្អូនបាទហើយបងប្អូនទស្សនាហើយយើងអាចមកថ្វាយឬក៏មកថ្វាយផ្កាអញ្ចឹងបងប្អូនហើយបើយើងទៅទស្សនវិជ្ជាខាងក្រៅបងប្អូនមើលអានេះគឺលើភ្នំមែនតើយើងមើលទៅលើបើយើងមើលពីលើចុះក្រោមមើលគឺគេរកកន្លែងណាដែលខ្ពស់ហើយគេធ្វើជារូបពុទ្ធបដិមានៅលើនោះបាទបងប្អូនឃើញទេបងប្អូនបាទអូខេខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកចាយទស្សនវិជ្ជាហើយក៏ចំណេញផ្នែករបស់បងប្អូនតែប៉ុណ្្នឹងបាទអរគុណជម្រាបលា
ហើយកន្លែងនេះក៏ប្រហែលជាគេសរសេរតកតងទៅនឹងឈ្មោះនរណាម្នាក់ដែលសំខាន់ក្នុងឆាកជីវិតរបស់គេអាចចឹងដែរមានអក្សរវៀតណាមមានអក្សរថៃហ្នឹងបងហើយអ្នកខ្លះគេឡើងសរសេរនៅលើអក្សរភ័ណ្ឌខ្ញុំគិតថាអញ្ចឹងហើយបន្ទាប់មកគេដាក់បំរាមគេហាមសរសេរលើហ្នឹងដំបូងឡើយហើយគេគាត់ដាក់បំរាមគេតែឥឡូវគេដាក់បំរាមហើយតិចថាពួកមិនច្រឡំសរសេរឈ្មោះអីគេនោះសំខាន់ចឹងអត់បានដែរហើយនេះគឺចណ្ដាលចុះមកខាងនេះយើងមិនអាចចុះទៅខាងហ្នឹងបានទេគឺវាមានពីរចណ្ដាលក៏មកវាចលាចលគ្នាបងប្អូនហើយនេះគឺខាងចុះហើយខាងឡើងតែជាស្ដែងខ្ញុំបានថតឲ្យបងប្អូនមើលទេតែចុះមកក៏មានឱកាសថតឲ្យបងប្អូនមើលទៅនេះតាមជ្រៃតាមជ្រៃវិញហ្នឹងហើយមកឲ្យកាច់ដឹកជ្រៃនេះថ្មដែលវាខ្ពស់ទៅមកគេឃើញយ៉ាងម៉េចស្ដាប់មួយគូអត់មក